ខ្ញុំសូមជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរពនិងជាទីនឹករលឹកដោយសារតែយុទ្ធនាការចុះឈ្មោះបោះឆ្នោតជិតមកដល់ទីបញ្ចប់ហើយនៅសល់តែ 4-10 ថ្ងៃទៀតគេនឹងបិទបញ្ជីហើយខ្ញុំសូមអំពាវនាវជាចុងក្រោយសូមឲ្យបងប្អូនកូនក្មួយដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយសូមមេត្តាប្រញាប់ប្រញាល់អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យទាន់ពេលវេលាទាល់តែចុះឈ្មោះបោះឆ្នោតនៅឆ្នាំ 2016 នេះទើបយើងមានសិទ្ធិបោះឆ្នោតនៅឆ្នាំ 2017 ខ្ញុំសូមរំលឹកថាទោះជាបងប្អូនបានចុះឈ្មោះបោះឆ្នោតរួចម្ដងហើយពីលើកមុនទោះជាបងប្អូនបានបោះឆ្នោតរួចម្ដងហើយឬក៏ច្រើនដងហើយតែបងប្អូនត្រូវតែចុះឈ្មោះឡើងវិញមុនថ្ងៃ29ខែវិច្ឆិកាឆ្នាំ 2016 នេះទាល់តែចុះឈ្មោះឡើងវិញទើបបងប្អូនមានសិទ្ធិបោះឆ្នោតឆ្នាំក្រោយសូមបងប្អូនអញ្ជើញទៅចុះឈ្មោះបោះឆ្នោតមុនថ្ងៃ29វិច្ឆិកានេះកុំឲ្យស្ដាយក្រោយពីព្រោះបើបងប្អូនមិនចុះឈ្មោះបោះឆ្នោតទេបងប្អូននឹងបាត់បង់សិទ្ធិបោះឆ្នោតបងប្អូនមិនអាចចូលរួមក្នុងការសម្រេចវាសនាប្រទេសជាតិរបស់យើងទាំងអស់គ្នាឡើយបងប្អូនក៏មិនអាចសម្រេចអំពីជីវភាពអំពីជីវិតរបស់បងប្អូនហើយក៏មិនអាចសម្រេចអំពីអនាគតរបស់កូនចៅយើងប្រជាពលរដ្ឋម្នាក់មានតម្លៃពេញលេញលុះត្រាតែមានសិទ្ធិពេញលេញក្នុងចំណោមសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ដែលយើងត្រូវថែរក្សាគឺសិទ្ធិបោះឆ្នោតដើម្បីរក្សាសិទ្ធិបោះឆ្នោតនេះយើងត្រូវតែចុះឈ្មោះបោះឆ្នោតរដ្ឋអំណាចណាក៏ដោយគេឲ្យតម្លៃប្រជាពលរដ្ឋពេញលេញលុះត្រាតែប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតពីព្រោះគេត្រូវការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈការបោះឆ្នោតសិទ្ធិបោះឆ្នោតនេះមានតម្លៃខ្ពង់ខ្ពស់ជាទីបំផុតសូមបងប្អូនកុំបោះបង់សិទ្ធិបោះឆ្នោតនេះដើម្បីរក្សាសិទ្ធិបោះឆ្នោតនេះសូមបងប្អូនអញ្ជើញទៅចុះឈ្មោះឲ្យទាល់ទៅបានមុនថ្ងៃ29ខែវិច្ឆិកាឆ្នាំ 2016 នេះបងប្អូនជនរួមជាតិទូទាំងប្រទេសចង់ឃើញការផ្លាស់ប្ដូរចង់ឲ្យប្រទេសយើងឈានទៅមុខឈានពីភាពក្រីក្រទៅភាពសម្បូរសប្បាយឈានពីរដ្ឋអំណាចជិះជាន់ប្រជារាស្ត្រទៅរដ្ឋអំណាចគោរពប្រជារាស្ត្រឈានពីរបបផ្ដាច់ការទៅរករបបប្រជាធិបតេយ្យឈានពីរដ្ឋាភិបាលពុករលួយទៅរករដ្ឋាភិបាលស្អាតស្អំបើមិនចង់ឃើញការរឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋបើមិនចង់ឃើញការកាប់បំផ្លាញព្រៃឈើបើមិនចង់ឃើញការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិធម្មជាតិទ្រព្យសម្បត្តិវប្បធម៌និងទ្រព្យសម្បត្តិជាតិគ្រប់ប្រភេទបើចង់ឲ្យកម្មករទទួលប្រាក់ខែបានខ្ពស់សមរម្យដើម្បីចិញ្ចឹមគ្រួសារបើចង់ឲ្យមន្ត្រីរាជការទទួលប្រាក់ខែបានខ្ពស់សមរម្យដើម្បីចិញ្ចឹមគ្រួសារបើចង់ឲ្យកសិករមានទីផ្សារហើយលក់ផលដំណាំក្នុងតម្លៃខ្ពស់សមរម្យដើម្បីចិញ្ចឹមគ្រួសារបើចង់បញ្ចប់អំពើហិង្សាក្នុងសង្គមហើយបើចង់បញ្ចប់និទានភាពគឺទម្លាប់អាក្រក់ដែលអ្នកមានអំណាចមានលុយធ្វើអ្វីបានតាមចិត្តរហូតដល់សម្លាប់គេតែនៅតែរួចខ្លួនអាងតែខ្លួនមានអំណាចនិងមានលុយបើចង់ឲ្យយុវជនមានអនាគតភ្លឺថ្លាគឺមានលទ្ធភាពមានឱកាសទៅរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ទោះជាកូនអ្នកក្រកូនអ្នកមានកូនអ្នកធំកូនអ្នកតូចកូនអ្នកទីក្រុងកូនអ្នកជនបទបើចង់ឲ្យយុវជនមានការងារធ្វើត្រឹមត្រូវមិនអាស្រ័យលើបុណ្យស័ក្តិម៉ែឪមិនអាស្រ័យលើទ្រព្យសម្បត្តិម៉ែឪតែអាស្រ័យលើតែការខំប្រឹងប្រែងរបស់សម័យខ្លួនម្នាក់បើចង់ឲ្យអ្នកធ្វើការម្នាក់ទទួលបានតំណែងស្របទៅនឹងសមត្ថភាពរបស់ខ្លួនស្របទៅនឹងស្នាដៃជាក់ស្ដែងរបស់បុគ្គលម្នាក់ស្របទៅនឹងប្រសិទ្ធភាពដែលម្នាក់អាចបង្ហាញនិងបញ្ចេញក្នុងការបំពេញការងារមិនឈរលើគំនិតគ្រួសារនិយមបកពួកនិយមពុករលួយនិយមបើចង់ឲ្យមានការអភិវឌ្ឍពិតប្រាកដមិនមែនអភិវឌ្ឍคล้ายដោយសពថ្ងៃអភិវឌ្ឍពិតប្រាកដគឺធ្វើឲ្យប្រទេសជាតិរីកចម្រើនពិតប្រាកដបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេសផងហើយតាមតំបន់នីមួយផងបើចង់ឲ្យប្រជាពលរដ្ឋនៅតាមតំបន់នីមួយមានសិទ្ធិសម្រេចក្នុងការអនុវត្តគម្រោងអភិវឌ្ឍណាមួយបើមិនចង់ឃើញការបាត់បង់ទឹកដីដោយបរទេសឈ្លានពានបង្ខិតព្រំដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជាបើមិនចង់ឃើញការហូរចូលនៃជនអន្តោប្រវេសន៍គឺនិគមបរទេសដែលបម្រើផែនការមួយឲ្យប្រទេសកម្ពុជាคล้ายទៅជាអាណានិគមនិយមនៃប្រទេសជិតខាង
បើចង់ឲ្យជនបរទេសគោរពយើងជាខ្មែរថាយើងមានប្រទេសឯករាជ្យយើងមានមេដឹកនាំថ្លៃថ្នូរយើងអត់ចម្ពាក់គុណបរទេសណាយើងបម្រើតែប្រជារាស្ត្រខ្មែរតែមួយសូមបងប្អូនប្រើសិទ្ធិបោះឆ្នោតដើម្បីផ្លាស់ប្ដូរអ្នកដឹកនាំប្រទេសសប្តាហ៍សិទ្ធិបោះឆ្នោតនេះតម្រូវឲ្យបងប្អូនទៅចុះឈ្មោះឲ្យទាន់ពេលវេលាជាទីបញ្ចប់ខ្ញុំសូមអំពាវនាវម្ដងទៀតសូមឲ្យបងប្អូនជនរួមជាតិកូនក្មួយគ្រប់ខេត្តក្រុងទាំងអស់សូម្បីតែបងប្អូនពលករនៅប្រទេសជិតខាងបើអាចធ្វើទៅបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតឲ្យទាន់ពេលវេលាសូមអរគុណសូមជម្រាបលា